trongចំណុចនេះខ្ញុំសូមបើកវងចកបន្តិចដែរទៅលើអ្វីដែលជាស្ថានភាពជាក់ស្ដែងរបស់កម្ពុជាយើងនៅក្នុងក្របខ័ណ្ឌនៃរញ្ញធុសាធារណៈចំណុចទី1គឺអ្វីដែលយើងខិតខំកំពុងតែអនុវត្តហើយអ្វីដែលជាការដឹកនាំសម្រាប់សម្រួលរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុជាពិសេសអគ្គលេខាធិការដ្ឋាននៃការកំណែតម្រង់មុខគ្រប់គ្រងរញ្ញធុសាធារណៈគឺពាក់ព័ន្ធទៅនឹងការគ្រប់គ្រងលើថវិកាការគ្រប់គ្រងថវិកាត្រូវមានវិន័យនៃថវិកាបាទ budgetary discipline ឬក៏ fiscal discipline ក្នុងកម្រិតមួយហើយការងារទាំងអស់នេះខ្ញុំចង់បញ្ជាក់តែទីបំផុតអ្វីដែលយើងចង់បានបំផុតការកំណត់នៃថវិកាអញ្ចឹង predictability គឺសំខាន់សម្រាប់ថវិកាហើយនឹងការពាក់ព័ន្ធទៅនឹង credibility ការទុកចិត្តមកលើថវិកាដើម្បីអនុវត្តអភិវឌ្ឍនៅវិស័យសំខាន់ទាំងអស់នេះការកំណត់នៅថវិកានៅក្នុងក្របខ័ណ្ឌវិស័យមួយគឺការគិតគូរជាលក្ខណៈខ្លីមធ្យមវែងក្នុងការផ្ដល់នៅដំណោះស្រាយទៅលើបញ្ហានិងហានិភ័យដែលកម្ពុជាអាចទទួលបានពីការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ចដែលលក្ខណៈសកលតំបន់នេះអ្វីដែលជាការចូលរួមចំណែករបស់ក្រសួងអធិការកិច្ចទី1យើងត្រូវកំណត់ផ្ទះយើងឲ្យបានល្អបាទអានេះជាការងារមួយដែលយើងកំពុងតែជជែកគ្នាយើងបានជជែកគ្នាកាលពេលសន្និបាតហើយបន្ទាប់ពីនេះគឺការងារចូលរួមក្នុងការបាទជំរុញភាពសកម្មភាពបរិយាកម្មរបស់ស្ថាប័នសាធារណៈទាំងអស់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិហើយជាពិសេសគឺចូលរួមឲ្យបានពេញលេញទៅលើកម្មវិធីកំណែតម្រង់សំខាន់របស់រាជរដ្ឋាភិបាលដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់យើងអញ្ចឹងការងារទាំងអស់នេះក៏យើងត្រូវតែគិតគូរដែរជាយុទ្ធសាស្ត្របានជជែកហើយគឺព4ចូល4របស់យើងនេះគឺការកំណត់នៅផ្លូវដើរទាំងអស់គ្នាហើយការវាយតម្លៃទៅលើសកម្មភាពដែលជាអត្ថិភាពរបស់ក្រសួងដើម្បីយើងឈានទៅដល់ការកំណត់ក្នុងកម្រិតមួយគឺថវិការបស់យើងនេះឲ្យមានលក្ខណៈមួយសមស្របទៅនឹងទំហំការងារបាទអញ្ចឹងបើទំហំការងារយើងត្រឹមប៉ុណ្ណឹងយើងប៉ុណ្ណឹងហើយបាទប៉ុន្តែបើទំហំការងាររបស់យើងមានលក្ខណៈបតិកលាស៊ីចង្វាក់យុទ្ធសាស្ត្រហើយជួយផ្ដល់តម្លៃបន្ថែមទៅដល់នឹងក្របខ័ណ្ឌសាធារណៈនិងឯកជនខ្ញុំជឿជាក់ថាទំនុកចិត្តដែលនឹងមាននេះវាក៏អាចคล้ายទៅជាការបង្កើនថវិកាក្នុងកម្រិតមួយដើម្បីឲ្យយើងដោះស្រាយបញ្ហាទាំងអស់នេះឲ្យមានប្រសិទ្ធភាពផងដែរអញ្ចឹងវាជាជំហានដែលយើងត្រូវអនុវត្តទាំងអស់គ្នា